ទីបំផុតទៅស្រុកខេត្តសៀមរាបបានបញ្ចប់ហើយខ្ញុំជាមួយអេពីសូតនេះគឺមានមនោចិត្តណាមែនតើអារម្មណ៍របស់ខ្ញុំគឺឡើងចុះហ្មងដូចបានឃើញហើយខ្ញុំជឿថា fan ទៅស្រុកក៏មានអារម្មណ៍ចឹងដែរនៅក្នុងអេពីសូតនេះធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ពីរយ៉ាងទី1គឺបទពិសោធន៍ដែលខ្ញុំអត់ដែរជួបប្រទេសទេមកធ្វើអ្វីប្លែកសប្បាយហ្វាន់នៅទឹកដីដ៏អស្ចារ្យមួយនេះរឿងទី2គឺមិត្តភ័ក្តិការជួយពីមិត្តភ័ក្តិខ្ញុំចង់ជំនួសមុខដល់សមាជិកទៅស្រុករបស់យើងទាំងអស់អរគុណទៅដល់មិត្តភ័ក្តិទាំងអស់គ្នាដែលបានជួយពួកយើងឲ្យសម្រេច mission ពីពេញមកដល់សៀមរាបនេះបើសិនជាអត់មានពួកគាត់គឺពិតជាពិបាកមែនទែនដែលវាធ្វើឲ្យខ្ញុំឃើញថាជីវិតរបស់យើងគួរតែសមមនុស្សល្អឲ្យច្រើននៅក្នុងជីវិតព្រោះខ្ញុំគិតថានោះគឺជាក្តីសុខមួយហើយក៏ជាទ្រព្យមួយដែលមានតម្លៃដែរមានមនុស្សល្អនៅក្នុងជីវិតគឺធ្វើឲ្យជីវិតរបស់យើងកាន់តែមានន័យអីដែលខ្ញុំរៀនសូត្របានពេលដែលខ្ញុំមកដល់នេះជីវិតគឺត្រូវតែរស់ហើយអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមើល food tech ដែលឃើញផ្ទះប្រជាជននៅនេះគឺខ្ពស់មែនតើអញ្ចឹងគេនិយាយថាមិនថាយ៉ាងណា live មិនហ្នឹងបានចូលរួមជួយធ្វើការងារអ៊ំមួយទៀតគាត់ខ្ជូតខ្លាំង enjoy the moment enjoy the small thing enjoy the process and enjoy life មែនអត់ម៉ែអេពីសូតនេះខ្ញុំពិតជាសប្បាយមែនទែនគឺជាឱកាសមួយដែលថាខ្ញុំអាចមកមើលគាត់ធ្វើយេហឺគាត់មកធ្វើបកាភ្លាមហើយបានជួយគាត់ធ្វើទៀតអានេះខ្ញុំបានរៀនសូត្រថែមហើយក៏បានជួយផ្សព្វផ្សាយតំបន់ទេសចរដែលអ្នកគ្នាភាគច្រើនធ្លាប់តែមកប៉ុន្តែទៅរំលងអញ្ចឹងអាចសាក់មកលេងនៅនេះបានគេថាស្អាតក្មេងៗរស់រាយហើយជាមួយនឹងអ៊ំដែលគាត់ធ្វើនេះគាត់មានសកម្មភាពច្រើនមែនតែអ្នកគ្នាទស្សនានិងជួយគាត់ធ្វើបានអរគុណអូហើយក៏ចង់អរគុណទៅដល់ idol ដែរមិនអាចភ្លេច idol បានទេព្រោះបើសិនអត់មាន idol ទេយើងនឹងអត់មានទៅស្រុក season 3ទេអញ្ចឹងអរគុណដល់ idol ខ្លាំងមែនតើអត់ដឹងថានិយាយថាម៉េចទេអញ្ចឹងវីដេអូមួយនេះគឺចប់ហើយចាំជួបគ្នានៅអេពីសូតក្រោយហើយទាញមើលថាតើអេពីសូតក្រោយយើងនឹងទៅខេត្តណាយ៉ាបើស្រាប់ខ្ញុំក៏អត់ដឹងដែររុនធត់មែនទេ